បាទសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទតាស៊ីដំណើររឿងបានវិលត្រឡប់សារជាថ្មីម្ដងទៀតហើយជាមួយសាច់រឿងព្រឺព្រួចឬមួយព្រឺផ្លោកថែមទៀតផងអញ្ចឹងយើងចូលសាច់រឿងយើងតែម្ដងកុំឲ្យវែងឆ្ងាយច្រើននៅក្នុងភូមិតូចមួយនោះគឺឈ្មោះភូមិច័ន្ទគិរីដែលស្ថិតនៅជាប់ជើងភ្នំភ្លើងចាស់មួយមានរឿងនិទានដល់គួរឲ្យភ័យខ្លាចព្រាយក្បាល8ជីព្រាយនេះជាវិញ្ញាណដែលកាចសាហាវដែលមានក្បាលដល់8និងរូបរាងកាយក្របដណ្ដប់ទៅដោយសក់ខ្មៅខ្មៅគេនិយាយថាព្រាយនេះជាប្រលឹងរបស់ស្ត្រីម្នាក់ដែលត្រូវបានគេនឹងក្បត់ចិត្តនិងសម្លាប់នៅលើភ្នំភ្លើងនឹងជារៀងរាល់ឆ្នាំមុននាងបានសម្បត្តិជាមួយសចាំងនិងត្រឡប់សងសឹកដោយស្ថាគារមួយកន្លែងនិងបង្ខំឲ្យពួកគេបញ្ចប់ជីវិតខ្លួនឯងនៅឆ្នាំ2002ក្នុងភូមិច័ន្ទគិរីបានជួបប្រទះនឹងភាពភ័យរន្ធត់ដែលពួកគេមិនធ្លាប់បានជួបពីមុនមករឿងនេះបានធ្វើឲ្យអ្នកភូមិគ្រប់គ្នាភ័យខ្លាចជាខ្លាំងស្រីម្នាក់ឈ្មោះអាដាអាយុ16ឆ្នាំដែលជាយុវជនរងគ្រោះពីព្រាយក្បាល8នឹងអាដាជាក្មេងស្រីដែលស្រលបូតនិងស្រឡាញ់ការសិក្សានាងរស់នៅជាមួយឪពុកម្ដាយរបស់នាងនៅយប់មួយជាប់ភូមិថ្ងៃមួយអាដាបានសម្រេចចិត្តរុករកជើងភ្នំភ្លើងជាមួយមិត្តភ័ក្តិពី3នាក់របស់នាងដើម្បីស្វែងរកអាគមដែលគេនិយាយដំណើរតគ្នាថាអាគមនឹងពួកគេបានឮរឿងរ៉ាវពីចាស់ទុំបុរាណម្នាក់ក៏ចាប់ផ្ដើមស្វែងរកនៅក្នុងព្រៃនឹងព្រាយក្បាល8បានបន្លាចនៅពេលដែលអាដានិងមិត្តភ័ក្តិរបស់នាងឈរជាប់ជើងភ្នំពួកគេបានរកឃើញថ្មធំមួយដែលមានចម្លែកដល់នៅលើភ្នំអាដាបានទៅប៉ះថ្មនោះហើយភ្លាមនោះនាងបានមានអារម្មណ៍ថាមានអ្វីមួយដល់ចម្លែកនៅពេលនោះអាដាក៏សង្ស័យថានេះជាថ្មមួយដែលយើងមិនអាចបប៉ះបានមិត្តភ័ក្តិរបស់នាងក៏ចាប់ផ្ដើមនិយាយថាពួកយើងមកក្នុងព្រៃអញ្ចឹងកុំប៉ះពាល់របស់ដែលយើងមិនធ្លាប់ដឹងមិនធ្លាប់ឮហើយចូលព្រៃបែបហ្នឹងកុំមាត់ខុសពាក្យសម្ដីមិត្តភ័ក្តិរបស់អាដាទាំងអស់ម្នាក់ក៏មិនដែលបាននិយាយគ្នាឬមួយមាត់ចែកនោះដែលពេលយើងឈានជើងចូលព្រៃម្ដងនៅយប់នោះនាងបានសុបិនឃើញស្ត្រីម្នាក់ដែលមានក្បាលទៅដល់8និងភ្នែកក្រហមឆ្អិនឆ្អៅដែលនិយាយថាឯងជាអ្នកបានជ្រើសរើសឥឡូវនេះឯងរស់នៅជាមួយខ្ញុំមកបន្ទាប់ពីថ្ងៃនោះអាដាបានផ្លាស់ប្ដូរយ៉ាងខ្លាំងនៅថ្ងៃបន្ទាប់អាដាចាប់ផ្ដើមឮសំឡេងខ្សាយនៅក្បែរត្រចៀករបស់នាងសំឡេងនោះគឺជាសំឡេងស្ត្រីដល់យ៉ាងអាក្រក់ដែលបញ្ជាក់នាងឲ្យធ្វើរឿងគួរឲ្យភ័យខ្លាចនិងសម្លាប់ខ្លួនឯងវិញ្ញាណនោះក៏បានចូលនៅក្នុងព្រលឹងអាដាជារូបរាងកាយក៏បាននាំអាដានឹងឲ្យទៅសម្លាប់ខ្លួនតែមិត្តភ័ក្តិរបស់នាងក៏បានឃើញថាសកម្មភាពពិតជាមិនប្រក្រតីនោះទេមិត្តភ័ក្តិរបស់នាងក៏ចាប់ផ្ដើមទាញអាដាត្រឡប់មកវិញដោយស្ថានភាពដូចជាភ្លេចភ្លាំងអញ្ចឹង
ពេលនោះអាដាគាត់ចាប់ផ្ដើមមានស្មារតីមកមួនឡើងវិញក៏និយាយទៅមិត្តភ័ក្តិរបស់គេថាខ្ញុំកើតអ្វីមួយហេតុអីបានខ្ញុំមកដល់ជ្រោះនឹងមិត្តភ័ក្តិអាដា3នាក់ក៏បានធ្វើមុខសម្លឹងមើលទៅគ្នាទៅវិញទៅមកហើយក៏បាននិយាយរឿងរ៉ាវអំពីអាដានឹងឲ្យស្ដាប់ថាឯងមិនដឹងទេមែនឯងបានដើរមកកន្លែងហ្នឹងដោយពួកខ្ញុំសង្ស័យថាឯងនេះដូចជាមិនប្រកបក្តីនោះទេអញ្ចឹងខ្ញុំទាំង3នាក់ក៏ដើរតាមហើយឯងបានដើរទៅដល់មាត់ជ្រោះខ្ញុំក៏សង្ស័យថាមានអ្វីមួយសន្ធិដ្ឋនឹងខ្លួនឯងហើយគេក៏ចាប់ផ្ដើមទាញសីតាមកវិញពេលនោះព្រលឹងរបស់នាងក៏ចាប់ផ្ដើមចូលរូបរាងកាយរបស់នាងវិញនៅចម្លែកមានសំឡេងស្រែកយំដោយគ្មានមូលហេតុហើយពេលខ្លះនាងបានចាប់កំបិតមកសម្លឹងមើលដូចជាចង់ធ្វើបាបខ្លួនឯងអញ្ចឹងម្ដាយឪពុករបស់អាដាលោកសុជុននិងអ្នកស្រីសុគន្ធាដែលបានស្គាល់និងបានឃើញភាពមិនប្រកបក្តីរបស់នាងពួកគេបានសួរនាងថាកូនតើកូនមានបញ្ហាអ្វីទេប៉ុន្តែអាដាគ្រាន់តែអង្គុយស្ងៀមស្ងាត់និងភ័យខ្លាចនាងខ្លាចថាបើនាងប្រាប់ការពិតព្រាយក្បាល8នឹងធ្វើបាបនាងយ៉ាងខ្លាំងមិនដូចពីមុននៅរាត្រីខ្លះនាងបានឮសម្លេងសើចដល់គួរឲ្យភ័យខ្លាចហើយឃើញស្រមោលមួយដែលមានក្បាលដល់8ឈរនៅជ្រុងផ្ទះបន្ទប់របស់នាងមិត្តភ័ក្តិរបស់អាដាគឺជាស៊ីថានិងសុភត្រាបានព្យាយាមជួយនាងពួកគេបាននាំគ្នាទៅជួបលោកគ្រូអាគមម្នាក់ឈ្មោះលោកតាសានដែលជាអ្នកចេះមន្តអាគមបុរាណលោកតាបានប្រាប់ថាអាដាត្រូវបានព្រាយក្បាល8ហ្នឹងចូលសន្ធិដ្ឋក្នុងខ្លួនវិញ្ញាណនេះនឹងបន្តបញ្ជាក់ពីនាងរហូតទៅដល់នាងធ្វើបាបខ្លួនឯងឬរហូតទៅដល់បាត់បង់អាយុជីវិតលោកតាសានបានប្រាប់ថាដើម្បីបញ្ចប់ព្រាយក្បាល8ពួកគេត្រូវរកថ្មឥដ្ឋដែលមានមន្តអាគមលាក់នៅជ្រុងភ្នំភ្លើងនឹងថ្មនេះវាជាប្រហែលជាថ្មដែលព្រាយក្បាល8ហ្នឹងវាអាចផ្ញើប្រលឹងរបស់វានៅក្នុងនឹងមន្តអាគមបុរាណដែលអាចបំបត្តិវិញ្ញាណអាក្រក់ប៉ុន្តែការទៅរកថ្មនេះមានគ្រោះថ្នាក់ព្រោះព្រាយក្បាល8និងព្យាយាមការពារអាដាទោះបីជាភ័យខ្លាចបានសម្រេចចិត្តទៅជាមួយស៊ីថានិងសុភត្រាលោកតាសានពួកគេបានធ្វើដំណើរចូលទៅក្នុងភូមិភ្លើងនៅពេលយប់ដោយនាំភ្លើងទៀននិងភ្លើងធូបទៅជាមួយនឹងទឹកមុននៅពេលពួកគេឈានជើងដល់រូងភ្នំចាស់មួយអាដាបានចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយចូលមកក្នុងខ្លួនរបស់នាងបានស្រែកថាវាកំពុងគ្រប់គ្រងទៅលើខ្ញុំហើយខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបានទេនាងបានចាប់កាំបិតតូចមួយដែលនាងយកតាមខ្លួនហើយសម្លឹងមើលវាដោយភ្នែកស្រអាប់ស៊ីថានិងសុភត្រាបានចាប់ផ្ដើមឃើញនាងកាន់កាំបិតអញ្ចឹងហើយលោកតាសុកសាន
បានសូត្រមន្តអាគមនិងបណ្ដោះគ្រោះជាលើកទី2ទៅដល់នាងស្រាប់តែមានខ្យល់បោកបក់យ៉ាងខ្លាំងហើយសំឡេងសើចដល់គួរឲ្យភ័យខ្លាចបានបន្លឺឡើងព្រាយក្បាលបំបីបានបញ្ចេញខ្លួនដោយក្បាលទាំង8របស់វាហើយសម្លឹងមកមើលពួកគេវាបាននិយាយថាគ្មាននរណាម្នាក់អាចបញ្ចប់ខ្ញុំបានទេដាជារបស់ខ្ញុំហើយលោកតាសានបានប្រើមន្តអាគមបុរាណដោយប្រើថ្មស័ក្តិសិទ្ធិដែលពួកគេបានរកឃើញនៅក្នុងរូងភ្នំគាត់បានសូត្រមន្តអាគមពាក្យខ្លះធ្វើឲ្យព្រាយនឹងហើយក៏បានបង្កើតរង្វង់ពន្លឺជុំវិញអាដាព្រាយក្បាល8បានស្រែកយ៉ាងខ្លាំងហើយក្បាលវានីមួយចាប់ផ្ដើមបណ្ដោះគ្នាទៅវិញទៅមកក៏រលាយបាត់ទៅអាដាបានជួបនឹងសន្លប់នៅពេលនោះប៉ុន្តែនៅពេលនាងបានភ្ជាប់ឡើងនាងបានមានអារម្មណ៍ថាដូចជាសម័យពីមុនអញ្ចឹងសំឡេងខ្សោយៗនៅក្នុងក្បាលរបស់នាងបានបាត់លោកតាសានបានប្រាប់ថាព្រាយក្បាល8ត្រូវបានបណ្ដាសាចេញពីរូបរាងកាយរបស់អាដាទៅហើយប៉ុន្តែថ្មស័ក្តិសិទ្ធិត្រូវបានលាក់ទុកនៅកន្លែងសុវត្ថិភាពដើម្បីការពារកុំឲ្យវិញ្ញាណនេះត្រឡប់មកវិញពួកគេបាននាំថ្មនោះទៅទុកនៅក្នុងវត្តច័ន្ទគិរីហើយបានធ្វើពិធីមន្តអាគមហុំព័ទ្ធទៅថ្មនឹងបន្ទាប់ពីហេតុការណ៍នេះអាដាបានត្រឡប់ទៅរកជីវិតធម្មតាវិញនាងបានក្លាយជាក្មេងស្រីដែលរីករាយនិងមានទំនុកចិត្តឡើងវិញម្ដាយឪពុករបស់នាងបានថែរក្សានាងយ៉ាងល្អហើយអ្នកភូមិបាននាំគ្នាជួយគាំទ្រនាងស៊ីថានិងសុភ័ក្របានក្លាយជាមិត្តភក្តិជិតស្និទ្ធរបស់នាងហើយពួកគេនឹងនិយាយសំឡេងអំពីដំណើរផ្សងព្រេងរបស់ពួកគេទោះបីជាព្រាយក្បាល8ត្រូវបានបណ្ដាសាចេញប៉ុន្តែអ្នកភូមិនៅតែខ្លាចខាចនិងប្រុងប្រយ័ត្ននៅរាត្រីខ្លះពួកគេឮសំឡេងខ្សោយនៅក្នុងជើងភ្នំលោកតាសុកសានបានធានាថារូបរាងកាយរបស់នាងនឹងបានធ្វើវត្តសេមាជុំវិញទៅហើយវាមានសុវត្ថិភាពតអ្នកភូមិគ្រប់គ្នាពាក្យសន្យាថារក្សាភាពខ្លាំងខ្លាយនឹងជួយទៅដល់អ្នកភូមិឲ្យមានសុវត្ថិភាពភូមិច័ន្ទគិរីក៏បានត្រឡប់រកភាពដល់ស្ងប់ស្ងាត់ហើយអាដាបានក្លាយជារូបគំរូដល់អ្នកភូមិគ្រប់គ្នាតែព្រាយក្បាល8នឹងមិនបានទៅណាឆ្ងាយនោះទៀតទេដោយសារតែវានៅចងកម្មចងពីជាមួយអ្នកភូមិនៅឡើយប្រលឹងថ្មដែលបានហុំព័ទ្ធដោយលោកតាសានឹងមានអ្នកភូមិម្នាក់បានទៅត្រួសត្រានៅចំការព្រៃរបស់គាត់ក៏បានឃើញដុំថ្មមួយដល់ចម្លែករុំអំបោះសីមានៅជុំវិញអ្នកភូមិម្នាក់ដែលបានទៅកាប់ព្រៃនឹងក៏បានស្រាយចេញថ្មនឹងតើមូលហេតុអ្វីបានជាថ្មនឹងមានអំបោះសីមាជាច្រើនហុំព័ទ្ធដល់ពេលគាត់បានស្រាយក៏ព្រលឹងនឹងក៏ចាប់ផ្ដើមចេញពីថ្មនឹងនៅពេលយប់លោកតាសានក៏បានដឹងថារឿងនឹងគឺចាប់ផ្ដើមឡើងវិញហើយ
នៅក្នុងយប់ទី1ពួកគេបានឮសំឡេងស្រែកដោយសប្បាយយ៉ាងខ្លាំងអញ្ចឹងនៅក្នុងព្រៃក្អាកក្អាយធ្វើឲ្យឆ្កែមន់ទាគោក្របីផ្អើលយ៉ាងខ្លាំងមិនដឹងថាជាមានរឿងអ្វីកើតឡើងនោះទេអ្នកភូមិអ្នកហ្នឹងដែលបានស្រាយប្រលឹងវិញ្ញាណព្រាយក្បាល8នោះនៅពេលយប់គាត់បានស្នាក់នៅចំការរបស់គាត់តែគាត់មិនបានដឹងទេថាថ្មនោះគឺជាថ្មស័ក្តិសិទ្ធិជាថ្មឃុំប្រលឹងព្រាយក្បាល8នៅពេលយប់បន្ទាប់នៅម៉ោង10បុរសម្នាក់ហ្នឹងក៏បានចុះមកជំនុំនៅខាងក្រោមក៏បានឃើញព្រាយក្បាល8នៅក្រោយរោងរបស់គាត់ធ្វើមុខដូចខឹងសម្បាអញ្ចឹងក៏បានចូលខ្លួនទៅបុរសម្នាក់ហ្នឹងឲ្យបុរសម្នាក់ហ្នឹងកាន់កំបិតចាក់ខ្លួនឯងជាច្រើនកំបិតក៏បានស្លាប់ទៅអ្នកភូមិម្នាក់ក៏បានចូលមកក្នុងចំការក៏ដែរក៏ស្រែកហៅថាក្មួយតើថ្ងៃហ្នឹងក្មួយឯងនៅចំការអត់ពេលលោកពូបានដើរមកដល់កន្លែងរបស់គាត់ក៏ចាប់ដើមឃើញសកម្មភាពដែលគាត់ដូចជាមិនប្រកបក្តីនោះឡើយឃើញឈាមហូរចេញពីផ្ទៃពោះយ៉ាងខ្លាំងគាត់បានភ័យហើយនឹងរន្ធត់ក៏រត់ចូលភូមិវិញប្រាប់ទៅដល់បងប្អូនគ្រប់គ្នានៅក្នុងភូមិហើយនិយាយថាបងប្អូនគ្រប់គ្នាខ្ញុំឃើញបរិសុទ្ធម្នាក់ដែលបានđiស្លាប់នៅក្នុងចំការបងប្អូននៅក្នុងភូមិម្នាក់រត់ទៅមើលក្នុងចំការសុកធីនឹងក៏ឃើញចុងកំបិតបន្ទោះមួយបានចាក់សម្លាប់ខ្លួនឯងការធ្វើដំណើរទៅមើលហ្នឹងក៏មានលោកតាសានទៅជាមួយដែរលោកតាសានក៏បានប្រាប់ថានាងព្រាយក្បាល8ចាប់ផ្ដើមវិលមកវិញហើយបងប្អូនគ្រប់គ្នាឲ្យមានការប្រុងប្រយ័ត្នទៅនេះមិនមែនជាការសម្លាប់ខ្លួននោះទេប៉ុន្តែជាព្រាយក្បាល8ដែលបានចូលសន្ធត់ក្នុងខ្លួនបរិសុទ្ធម្នាក់ហ្នឹងក៏បានសម្លាប់ទៅអ្នកភូមិគ្រប់គ្នាក៏បានភ័យខ្លាចហើយសួរលោកតាសានថាតើយើងធ្វើដូចម្ដេចលោកតាសានក៏ប្រាប់បងប្អូននៅក្នុងភូមិឲ្យយកសសពធីហ្នឹងទៅធ្វើបុណ្យតាមប្រពៃណីខ្មែររបស់យើងនេះហើយជាការដែលមិនដឹងមិនឮរបស់សុធីនឹងដែលបានស្លាប់ដោយថ្មស័ក្តិសិទ្ធិដែលគាត់បានស្រាយហ្នឹងធ្វើឲ្យគាត់បានបាត់បង់អាយុជីវិតអ្នកភូមិគ្រប់គ្នានៅពេលយប់ពេលធ្វើបុណ្យរួចក៏មានអារម្មណ៍ថាភ័យខ្លាចយ៉ាងខ្លាំងពេលមកដល់ផ្ទះវិញនៅក្នុងភូមិក៏ចាប់ផ្ដើមវិលត្រឡប់មកវិញដោយភាពភ័យរន្ធត់លោកតាសាននិងអ្នកភូមិគ្រប់គ្នាក៏បាននិយាយគ្នាថាតើយើងរកមូលហេតុអ្វីទៀតបន្ថែមដើម្បីឲ្យព្រាយក្បាល8ហ្នឹងកុំឲ្យវាចូលក្នុងភូមិបុរសម្នាក់ដែលជាអ្នកភូមិនៅខាងដើមភូមិបាននិយាយបន្តពីលោកតាសានថាលោកអ៊ំយើងត្រូវរកអ្វីមួយមកសង្កត់វិញ្ញាណរបស់នាងឡើងវិញដោយសារតែដុំថ្មហ្នឹងយើងមិនបានដឹងថានៅកន្លែងណានោះទេឥឡូវនេះលោកតាសានក៏បានរៀបរាប់អំពីរឿងរ៉ាវរបស់គាត់ចេះមួយឬមួយចុះមួយដល់ពេលយប់ដល់ភូមិគ្រប់គ្នានាំគ្នាសម្រាករៀងខ្លួនហូបបាយពេលងាយរួចអីចឹងទៅអ្នកភូមិក៏ចាប់ដើមបបួលកូនបបួលចៅឡើងទៅលើផ្ទះដោយសារតែភ័យខ្លាចជាមួយព្រាយក្បាល8ហ្នឹងដល់ថ្ងៃបញ្ជុំមកដល់អ្នកភូមិម្នាក់បានធ្វើពិធីដល់ស័ក្តិសិទ្ធិមួយនៅក្នុងវត្តបានបន់ស្រន់ទៅ
ទៅដល់ព្រះអង្គនៅក្នុងវត្តក៏បាននិយាយអំពីរឿងរ៉ាវអំពីព្រាយក្បាល8នឹងបិណ្ឌនីមួយបងប្អូននោះគ្នាទៅហោហែតែការទៅនឹងវាប្រកបដោយការភ័យខ្លាចព្រាយក្បាល8នឹងវាបញ្ចេញខ្លួននៅតាមផ្លូវបងប្អូននៅក្នុងភូមិម្នាក់ពេលទៅបិណ្ឌជុំម្ដងទៅគ្នាច្រើនខ្លាំងណាស់មិនដែលទៅគ្នាបន្តិចនោះឡើយហើយណាស់ក៏មានត្រឹម10នាក់ទៅ5នាក់ឡើងទៅដែរពួកគេគ្រប់គ្នាមានមិត្តម្នាក់ឈ្មោះអាថាបរិសុទ្ធនឹងគឺវ័យអាយុត្រឹមតែ25ឆ្នាំតែប៉ុណ្ណោះគាត់ហ៊ានខ្លាំងណាស់មិនខ្លាចអ្វីនោះទេទាំងព្រាយក្បាល8ព្រាយក្បាល9មិនក៏ដោយដល់ពេលគាត់ផឹកស្រវឹងគាត់បាននិយាយលោកឡាយ៉ាងខ្លាំងនៅក្នុងខ្ទមមីស្រែរបស់គាត់ទាំងគាត់មិនដឹងថាព្រាយនឹងកំពុងតែនៅក្បែរគាត់នោះទេគាត់បានស្រវឹងថោតជូរនៅពេលល្ងាចពេលយប់ក៏ចាប់ដើមផឹកបន្តទៀតដោយមានសាច់ខ្លែមត្រីចកត្រីអីជាដើមចឹងទៅណាបងប្អូនអរគ្នាក៏បានប្រមាថទៅដល់ព្រាយក្បាល8នឹងថាអាព្រាយក្បាល8នឹងវាមិនអស្ចារ្យខ្លាំងនោះទេបើវាខ្លាំងមែនណាវាមករកយើងមកនៅពេលដែលកំពុងតែផឹកក៏បានបំបែកវងគ្នានៅម៉ោង1អាធ្រាត្រទៅហើយបែបនេះក៏នាំគ្នាទៅផ្ទះរៀងខ្លួនអត់តែបរោះម្នាក់នឹងដែលនៅក្នុងខ្ទមដើម្បីមើលស្រែឬមួយមើលស្រូវនៅពេលយប់មកដល់ព្រាយក្បាល8បាននៅលើចុងឈើដើមសសេកមួយដែលជិតខ្ទមរបស់គាត់មើលទៅមានធំខ្លាំងមែនទែនបរិសុទ្ធម្នាក់ដែលបានអួតអាងខ្លួននៅពេលយប់នៅកំពង់វងផឹកហ្នឹងក៏បានឃើញព្រាយក្បាល8នឹងបញ្ចេញរថិរបស់វាយ៉ាងខ្លាំងដូចជាមានការខឹងសម្បាជាមួយបរិសុទ្ធម្នាក់នឹងបរិសុទ្ធម្នាក់នឹងក៏បានឃើញហើយក៏រត់គេចតែมันអាចរត់គេចពីកញ្ញាំដៃរបស់ព្រាយក្បាល8នោះទេអ្នកណាម្នាក់ឲ្យតែបានឃើញព្រាយនឹងមិនដែលរស់រានមានជីវិតនោះឡើយព្រាយក្បាល8ក៏បាននាំគាត់ទៅលោតក្នុងទឹកបឹងមួយកន្លែងដែលនៅក្រោយស្រែរបស់គាត់ក៏បានលង់ទឹកស្លាប់ទៅអ្នកភូមិដែលធ្លាប់ផឹកជាមួយគាត់នៅពេលយប់មិញក៏ចាប់ដើមរកគាត់តែរកមិនឃើញនោះទេកន្លងជើងនៅជុំវិញរោងរបស់គាត់ពុតជាច្រើនខ្លាំងណាស់ហើយដូចមានអ្វីមួយដែលរនាលពេញតែនឹងតែម្ដងគាត់ក៏តាមកន្លងជើងដែលប្រផាត់ប្រផើយនៅពេលយប់នឹងក៏បានឃើញបុរសម្នាក់នឹងនៅក្នុងទឹកបឹងក្រោយស្រែរបស់គាត់ហើយក៏បានដេកស្លាប់ហើមពោះទៅហើយអ្នកភូមិគ្រប់គ្នាក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញបុរសម្នាក់នឹងដេកស្លាប់ដោយអាយ៉ាងអាណយអាធំហើយភ្នែករបស់គេបើកធំតែម្ដងដូចជាជួបរឿងអ្វីមួយអ្នកភូមិក៏នាំគាត់មកដល់វត្តអារាមដើម្បីបញ្ចុះតាមប្រពៃណីខ្មែរដូនតាយើងនៅក្នុងភូមិនីមួយកាន់តែខ្លាចទៅដោយសារតែព្រាយនឹងវាចាប់ផ្ដើមសម្លាប់នោះឬមួយសម្លាប់គោក្របីមន្ទីពេលគោអ្នកភូមិចងនៅតាមក្រោលអុជភ្លើងចង្គៀងយ៉ាងម៉េចក៏ដោយភ្នុកភ្លើងយ៉ាងម៉េចក៏ដោយក៏ព្រាយនឹងចូលមកខំកគោមួយយប់មួយឬមួយយប់ពីរធ្វើឲ្យអ្នកភូមិគ្រប់គ្នាមានការបារម្ភយ៉ាងខ្លាំងលោកតាសានជាមួយបរិសុទ្ធម្នាក់ជាកូនសិស្សរបស់គាត់ក៏បានចូលទៅក្នុងព្រៃដើម្បីរុករកអ្វីមួយដែលមិនបានប្រាប់សិស្សរបស់គាត់នោះទេថាជាអ្វីហើយក៏មិនមែនជាថ្មស័ក្តិសិទ្ធិនោះដែរលោកតាសានគាត់បាននាំសិស្សរបស់គាត់ចូលទៅដល់ព្រៃជ្រៅ
ដូចជាព្រៃអាធម្មអញ្ចឹងដែលពោពេញទៅដោយវិញ្ញាណអាក្រក់នៅជុំវិញតែវិញ្ញាណហ្នឹងมันអាចធ្វើអ្វីទៅដល់លោកតាបានទេគាត់បានទៅរកសភៅមន្តអាគមនៅក្នុងលាងភ្នំមួយដែលអ្នកភូមិมันអាចទៅដល់គាត់បានឃើញសភៅមួយក្បាលហើយក៏ត្រឡប់មកវិញដើម្បីរៀនសូត្រពីសភៅហ្នឹងយើងនិយាយចំទៅសភៅហ្នឹងគឺជាសភៅបុរាណដែលបានសល់ពីគេដំណើរពីដូនតានៅក្នុងលាងភ្នំហ្នឹងតែបើសិនជាការរៀនសូត្ររបស់គាត់បានចេះដឹងគ្រប់សពអស់ហើយសភៅហ្នឹងក៏គាត់យកទៅទុកនៅកន្លែងដើមនោះដែរមិនអោយឆ្ងាយពីកន្លែងដែលសភៅនោះបានទុកនោះទេសភៅមួយក្បាលហ្នឹងបើសិនជាយើងទុកនៅផ្ទះវាតែមានរឿងរ៉ាវដល់ចម្លែកនៅក្នុងសភៅហ្នឹងដែលមិនមែនជាកន្លែងរបស់វារស់នៅលោកតាសានក៏បានរៀនចេះដឹងពីមន្តអាគមខ្លះអំពីរឿងរ៉ាវក្នុងសៀវភៅហ្នឹងដែលអាចកំចាត់ព្រាយក្បាល8បាននៅក្នុងភូមិគិរីបន្ទាប់ពីអាដានិងមិត្តភ័ក្តិរបស់នាងបានបដាសាចេញពីព្រាយក្បាល8ហ្នឹងរូបរាងកាយរបស់នាងហើយនឹងថ្មស័ក្តិសិទ្ធិទុកនៅក្នុងវត្តឡើងវិញភូមិនេះហាក់ដូចរកឃើញសន្តិភាពមួយរយៈប៉ុន្តែភាពស្ងប់ស្ងាត់នេះគឺគ្រាន់តែជាការបន្តិចបន្តួចតែប៉ុណ្ណោះការភ័យខ្លាចនឹងធត់ក៏ចាប់ផ្ដើមមកវិលវិញដូចខ្ញុំធ្លាប់បាននិយាយពីមុនអញ្ចឹងមានការលងបំលាញនឹងជាមួយព្រាយលោកតាសានក៏បានប្រាប់ទៅដល់អ្នកភូមិគ្រប់គ្នាថាបងប្អូនទាំងអស់គ្នាឲ្យមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងព្រោះអីថ្ងៃស្អែកគឺជាថ្ងៃពេញបរមីធ្វើឲ្យព្រាយក្បាល8ហ្នឹងវាមានរទ្ធិខ្លាំងពូកែដែលมันអាចប៉ាន់ស្មានបានអ្នកភូមិគ្រប់គ្នាមកពីស្រែមកពីចំការចង់គោចង់ក្របីក្នុងក្រោលអស់ហើយនាំគ្នាមួយទឹកហូបបាយនៅពេលល្ងាចក៏នាំកូនឡើងទៅលើផ្ទះម្នាក់បិទទ្វារបិទងួចយ៉ាងជិតឈឹងនៅពេលយប់ម៉ោង10ឬ1ម៉ោងមិន10ក៏ឆ្កែព្រុសលាន់ពេញតែភូមិតែម្ដងមានអ្នកភូមិខ្លះក៏បានលួចមើលទៅតាមបង្អួចឬមួយតាមចន្លោះផ្ទះក៏បានឃើញព្រាយក្បាល8ហ្នឹងវាដើរនៅក្នុងភូមិឆ្កែព្រុសពីដើមភូមិដល់ចុងភូមិយ៉ាងលាន់ត្រហឹងតែម្ដងគោក្របីឬមួយជ្រូកអ្នកភូមិក៏បានស្លាប់ជាបន្តបន្ទាប់នៅក្នុងយប់នោះវាបានខំបឺតឈាមអញ្ចឹងអ្នកភូមិគ្រប់គ្នាក៏បានចុះមកមើលគោក្របីរបស់គាត់ក៏បានឃើញស្នាមដែលខំនៅកញ្ចឹងកគោគឺកញ្ចឹងកជ្រូកតែវាបឺតឈាមនៅក្នុងភូមិយូរទៅគោក្របីកាន់តែខ្សត់ខ្សោយទៅមិនដឹងថារកដំណោះស្រាយអ្វីនោះទេលោកតាសានកំពុងតែអង្គុយរៀនសៀវភៅមន្តអាគមរបស់គាត់ក៏ប្រញាប់រៀនឲ្យឆាប់ចេះហើយក៏ទៅប្រឆាំងជាមួយព្រាយក្បាល8ហ្នឹងដែលជាព្រាយកំណាចមួយរូបដែលអ្នកភូមិភ័យខ្លាចអ្នកភូមិម្នាក់ក៏ទៅជួបលោកតាក៏បាននិយាយថាលោកតានៅក្នុងភូមិយើងហ្នឹងវាមានរឿងអាស្រូវច្រើនណាស់តើយើងធ្វើដូចម្ដេចទៅលោកតាបាននិយាយស្ដីថាមិនអីទេទុកឲ្យខ្ញុំពេលខ្ញុំមួយរយៈសិនខ្ញុំកំពុងតែហាត់រៀនក្នុងសៀវភៅហ្នឹងអ្នកភូមិក៏នាំគ្នាត្រឡប់ទៅវិញមិនហ៊ានរំខានលោកតានោះទេបងប្អូនខ្លះក៏នាំគ្នាទៅស្រែទៅចការនៅពេលថ្ងៃព្រោះអីព្រាយក្បាល8ហ្នឹងវាច្រើនមកអុកនៅតែពេលយប់តែប៉ុណ្ណោះតែពេលថ្ងៃគឺវាមិនហ៊ានចេញនោះទេនៅភូមិម្នាក់ក៏នាំគ្នាទៅស្រែទៅចំការទៅរកត្រីជាមួយដំណាំដាំដុះរបស់គេដែលយើងមិនអាចដឹងមានក្មេងប្រុសម្នាក់អាយុត្រឹមតែ8ឆ្នាំតែប៉ុណ្ណោះក៏បានចូលទៅក្នុងព្រៃហ្នឹងតែម្នាក់ឯង
ដោយមិនដឹងខ្លួនឪពុកម្ដាយរបស់នាងក៏បានវិលមកពីចំការវិញក៏ស្នើសួររកកូនអ្នកភូមិខ្លះក៏បាននិយាយថាខ្ញុំបានឃើញកូននេះឯងបណ្ដាសម្ដៅទៅក្រោយព្រៃនឹងមិនដឹងថាទៅរកអ្វីនោះឡើយពេលនោះគាត់ក៏បាននិយាយស្ដីអំពីរឿងរ៉ាវដែលពួកគេមិនបានដឹងនៅក្នុងរឿងនឹងឪពុកនិងម្ដាយក៏ចាប់ផ្ដើមដើរស្វែងរកកូននៅក្នុងព្រៃតែរកមិនឃើញសោះគាត់ក៏បានត្រឡប់មកវិញហើយទៅជួបលោកតាសានក៏សួរពីដំណើររឿងថាលោកតាសូមជួយទស្សទាយគុណគូអំពីកូនខ្ញុំផងលោកតាក៏បានទស្សទាយអំពីជោគវាសនារបស់ក្មេងនឹងហើយក៏និយាយថាក្មេងនឹងក៏បានព្រាយក្បាល8នឹងស្រឡាញ់ហើយក៏បាននាំចូលទៅព្រៃបាត់ទៅហើយតែយើងគួរធ្វើបែបណាតែបានយកកូនយើងមកវិញកូនឯងគួរតែមានការសុំហើយនឹងសែនដើម្បីឲ្យព្រាយក្បាល8នឹងដោះលែងកូនរបស់យើងមកវិញអ្នកភូមិគ្រប់គ្នាក៏បាននោះគ្នាទៅសែននៅក្នុងព្រៃដែលជាជើងព្រៃនឹងហើយបានបន់ស្រន់មានមន់មានទីមានជ្រូកក្បាលជ្រូក2ឬមន់2ពងទាពងមន់ជាដើមតែក្រូចទឹកអីទៅអាពេលសែននេះក៏បានពលឹងរបស់នាងក្បាល8នឹងក៏បានចូលទៅរូបរាងកាយស្ត្រីម្នាក់បាននិយាយថាកូននេះខ្ញុំស្រឡាញ់ទៅហើយខ្ញុំមិនឲ្យអ្នកវិញទេនេះជាកូនរបស់ខ្ញុំការសែនរបស់អ្នកនឹងខ្ញុំមិនទទួលនោះឡើយពេលនោះព្រាយក្បាល8ក៏បានដកខ្លួនវិញចេញពីរូបរាងកាយនឹងម្ដាយឪពុកបានលឺសំឡេងបែបនឹងហើយក៏បានយំធ្ងន់ធ្ងរយ៉ាងខ្លាំងណាមួយមានតែកូនប្រុសតែម្នាក់គត់ហើយជាកូនពៅថែមទៀតផងគាត់ពីមុនមិនដែលមានកូនទេគាត់បានមានកូនតែមួយនឹងគាត់ស្រឡាញ់ខ្លាំងណាស់អញ្ចឹងហើយគាត់មិនបណ្ដោយឲ្យកូនរបស់គាត់ឲ្យបាត់បង់អាយុជីវិតនោះឡើយគាត់បានទៅរកលោកតាសានហើយរៀបរាប់អំពីរឿងរ៉ាវដែលគាត់បានធ្វើលោកតាសាបានគុណគូហើយបាននិយាយថាក្មេងប្រុសនោះព្រាយក្បាល8គេមិនឲ្យវិញឡើយតាយើងធ្វើដូចនេះលោកតានឹងបានកូនរបស់ខ្ញុំមកវិញលោកតាសានក៏បានរៀនមន្តអាគមគាថារបស់គាត់ចេះសពគ្រប់អស់ហើយគឺថាមិនអីទេចាំដឹកនឹងខ្ញុំទៅជាមួយអ្នកឯងពេលទៅលើក្រោយអ្នកឯងគួរតែសែនសំណែនឲ្យតូចជាងនឹងហើយបើសិនជាវីមកចូលនៅក្នុងរូបរាងកាយពីណាម្នាក់ខ្ញុំនឹងឃុំវីនៅក្នុងរូបរាងកាយនឹងម្ដាយឪពុកក៏បានធ្វើតាមសម្ដីលោកតាក៏បានវិលមកផ្ទះវិញថ្ងៃស្អែកបន្ទាប់គាត់ក៏នាំអ្នកភូមិគ្រប់គ្នាទៅសែនជាលើកទី2សុំការអនុញ្ញាតអំពីព្រាយក្បាល8នឹងព្រាយក្បាល8ដោយគំនិតរបស់លោកតាគិតមែនវានឹងត្រឡប់ចូលក្នុងរូបរាងកាយរបស់អ្នកណាម្នាក់ក្នុងចំណោមនឹងការសែនតូចបែបហ្នឹងព្រាយក្បាល8បានចូលក្នុងសេត្រីចំណាស់ម្នាក់យ៉ាងញញើក៏បាននិយាយស្ដីទៅដល់ឪពុកម្ដាយនឹងថាខ្ញុំមិនឲ្យអ្នកវិញនោះទេទោះជាអ្នកឯងសែនធំប៉ុណ្ណាក៏ដោយសុំរបៀបម៉េចក៏ដោយក៏ខ្ញុំមិនឲ្យកូននឹងទៅវិញនោះដែរលោកតាឃើញឱកាសល្អបែបនឹងហើយក៏ចាប់ផ្ដើមសូត្រចងសមាចងជើងចងដៃឬមួយចងកកុំឲ្យប្រលឹងព្រីនឹងបានចេញពីរូបរាងកាយនឹងលោកតាសានក៏បានដើរទៅមុខហើយចាប់ដើមពិភាក្សាជាមួយព្រីនឹងហើយនិយាយថាតើឯងឲ្យកូនគេវិញអត់កូននេះគឺជាកូនរបស់គេមិនមែនជាកូនរបស់ឯងនោះឡើយព្រាយក្បាល8នឹងក៏បានស្រែកទៅគ្រូយ៉ាងសន្ធោសន្ធៅថាខ្ញុំមិនឲ្យនោះទេកូននេះខ្ញុំបានស្រឡាញ់ទៅហើយ
លោកគ្រូជាមួយព្រីក្បាល8នឹងបានពិភាក្សាគ្នាដូចជាបញ្ចុះសម្រងជាមួយគ្នានៅឡើយគាត់បានលេងធោះក្តៅអំបោះសីមាគាត់បានសូត្រចងមួយជើងទាំងសងខាងសូត្រចងមួយដៃទាំងសងខាងនិងខាងលើគឺគាត់គុំពាត់សីមាតាមករបស់ស្រីនឹងហើយក៏បានរៀបរាប់អំពីរឿងរ៉ាវដែលគាត់បានចេះមុនអាគមពីមុនមកលោកតាសានក៏ចាប់ផ្ដើមយកចង្កូមជ្រូកព្រៃដែលជាចង្កូមអាថានឹងដែលគាត់បានសល់ពីគេដំណើរពីដូនតារបស់គាត់ក៏ចាប់ដើមសកត់លើទ្រូងរបស់ស្រីចំណាស់នឹងព្រាក្បាល8បានស្រែកធូរធ្ងរយ៉ាងខ្លាំងហើយសំឡេងរបស់នាងក៏និយាយដដែលថាខ្ញុំមិនលេងនោះទេកូននឹងអាពេលយូរទៅនាងទ្រាំមិនបានជាមួយមន្តអាគមរបស់លោកតាសានក៏បានលើកលែងកូនរបស់បរោះនឹងប្តីប្រពន្ធថាកូនរបស់អ្នកខ្ញុំលាក់ពីក្រោយដើមឈើនឹងសុំអ្នកទៅរកទៅនឹងបានឃើញហើយពេលបរោះបានដើរទៅមើលក៏ឃើញកូនរបស់គាត់នៅក្រោយដើមឈើស្គមស្គាំងខ្លាំងមែនទែនដូចរហ័តរហ័យចង់សន្លប់អញ្ចឹងក៏នាំកូនត្រឡប់ទៅផ្ទះជាបន្ទាន់ហើយក៏បានដូរឈ្មោះកូនតែព្រាក្បាល8នឹងក៏បានចេញពីរូបរាងកាយរបស់ស្ត្រីចំណាស់នឹងតែរឿងនេះមិនទាន់ស្ងប់នៅឡើយនៅក្នុងភូមិលោកតាសានក៏បានចូលព្រៃម្ដងទៀតជាមួយកូនសិស្សរបស់គាត់ដោយកាន់អំបោះសីមាទៅជាមួយក៏បានសូត្រចងព្រៃកុំឲ្យមានអ្វីមួយមកឆាឆៅជាមួយគាត់អត់តែពេលគាត់បានចូលទៅដល់យកសភៅមួយក្បាលដាក់ក្នុងឡាងភ្នំវិញក៏ត្រឡប់មកវិញតែពេលគាត់ត្រឡប់មកវិញហ្នឹងគឺពេលល្ងាចយប់ទៅហើយណាមួយព្រៃឆ្ងាយទៀតដើរចូលចិត្ត 3-4 ម៉ោងគាត់ក៏បានស្នាក់នៅក្នុងព្រៃហ្នឹងតែពេលគាត់ដែលស្នាក់នៅក្នុងព្រៃព្រាក្បាល8ក៏វានៅចិត្តនោះដែរវាមិនបានទៅណានោះទេពេលយប់ឡើងព្រាក្បាល8វាថាជាអាកាសល្អរបស់គេហើយវានឹងត្រឡប់មកសងសឹកជាមួយលោកតាសានដែលធ្វើឲ្យវាឈឺខ្លោចពេញខ្លួនវាបានคลายខ្លួនទៅជារូបខ្លាដូចជាព្រីខ្លាអញ្ចឹងបានលោកកន្ត្រោងទៅលើដើមឈើដែលលោកតាសានគាត់បានស្នាក់នៅខាងលើពេលគាត់បានឃើញបែបនឹងហើយគាត់ដឹងស្រាប់ថានេះគឺជាព្រាក្បាល8បានកលាខ្លួនទៅជាព្រីខ្លាគាត់សូត្រមន្តអាគមគាថារបស់គាត់ដែលគាត់បានរៀនសូត្រក្នុងសៀវភៅហ្នឹងស្ដោះផ្លុំនៅគ្រប់ទិទីតែព្រាក្បាល8ដូចជាគ្មានរឿងអ្វីកាត់ឡើងទៅលើខ្លួនវានោះឡើយលោកតាក៏ប្រសិទ្ធិក្នុងមុខព្រួញស្នារបស់គាត់ក៏ចាប់ដើមលើកដៃប្រណម្យថាគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃឬមួយគុណដូនតាពេលខ្ញុំលើកស្នាពេលណាបាញ់ឲ្យត្រូវកណ្ដាស់ក្បាលខ្លានឹងគាត់បានលើកស្នារបស់គាត់ក៏បាញ់ទៅលើក្បាលរបស់គាត់របស់ជាស្រ័យបងប្អូនគ្នាបាញ់ទៅលើក្បាលរបស់ខ្លាហើយខ្លានឹងចាប់ដើមស្រែកចង្ថោសន្ធៅប្រលឹងព្រាក្បាល8ក៏បានប្រែកលាខ្លួនឡើងវិញហើយក៏បានរលាយប្រលឹងមួយរំពេចដោយគ្មានរឿងអ្វីកើតឡើងនៅពេលព្រឹកបន្ទាប់គាត់បានដើរជួបភូមិវិញដោយមានភាពស្នាមញញឹមក៏បានកោះអញ្ជើញហើយអ្នកភូមិគ្រប់គ្នាមកប្រជុំគ្នានៅក្នុងភូមិទាំងលោកមេភូមិគាត់បាននិយាយជាមួយអ្នកភូមិថាបងប្អូនគ្រប់គ្នាទាំងអស់គ្នាក្នុងភូមិហ្នឹងគឺវាមានភាពស្ងប់ស្ងាត់ឡើងវិញហើយដោយសារតែព្រាក្បាល8ហ្នឹងពេលយប់ឡើងខ្ញុំបានកំចាត់ទៅហើយអ្នកភូមិពេលបានឮដំណឹងល្អបែបហ្នឹងម្នាក់ត្រេកអរយ៉ាងខ្លាំងនៅក្នុងភូមិក្នុងភាពល្អប្រសើរក្នុងភូមិក៏ចាប់ផ្ដើមរុះរាយនៅក្នុងភូមិតែម្ដងដូចជាគ្មានរឿងអ្វីទុកកង្វល់ទេ
គឺរឿងនឹងមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាជារឿងសាច់រឿងព្រាយក្បាល8ជាសាច់រឿងមួយដែលជាសាច់រឿងកំណាចជាសាច់រឿងដែលចូលខ្លួនណាស់បងប្អូនទាំងអស់គ្នាចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានស្ដាប់សាច់រឿង admin ហើយចុចសញ្ញាជាវឲ្យ admin ដើម្បីផងឬមួយចុចសញ្ញាមេដៃដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូចែកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងបាយបាយ